ប្រិយមិត្តអ្នកស្ដាប់ QK ជាទីគោរពលំដាប់តទៅនេះខ្ញុំសូមនាំយកអារម្មណ៍អ្នកស្ដាប់មកតាមដានខ្លឹមសារសៀវភៅមួយក្បាលដែលមានចំណងជើងថាល្បិចទុលមីដែលបានប្រែសម្រួលដោយលោកកឹមខៀងការលើកយកខ្លឹមសារសៀវភៅនេះមកផ្សាយ QK គ្មានវត្ថុបំណងអ្វីក្រៅអំពីចែករំលែកនៅគំនិតជាមូលដ្ឋានសម្រិតសម្រាំងសម្រាប់ជាពុទ្ធិបន្ថែមសំឡេងដែលលោកអ្នកកំពុងស្ដាប់នេះផ្សាយជូនលោកអ្នកដែលមានបំណងពង្រឹងសមត្ថភាពគំនិតបន្ថែមកំសាន្តក្នុងចំណេះដឹងក្នុងពេលធ្វើដំណើរហាត់ប្រាណសម្រាឬទិដ្ឋភាពផ្សេងឃោសនិកសូមថ្លែងអំណរគុណចំពោះការគាំទ្រនិងរងចាំរាល់មតិកែលម្អប្រសិនបើលោកអ្នកមើលឃើញថាការផ្សាយរបស់យើងខ្ញុំមានចំណុចណាមួយដែលបានបំពានសិទ្ធិឬប៉ះពាល់ស្ថាប័នណាមួយធ្ងន់ធ្ងរយើងខ្ញុំនឹងរងចាំសម្របសម្រួលខ្លឹមសារនោះទាំងស្រុងប៉ុន្តែប្រសិនបើលោកអ្នកទទួលបាននូវលទ្ធផលជាវិជ្ជមានសូមលោកអ្នកបង្អោនចិត្តអរគុណដល់ម្ចាស់អត្ថបទដែលលោកគឺជាអ្នកមានសមត្ថភាពពិតប្រាកដក្នុងការផ្លាស់ប្ដូរជាវិជ្ជមានដល់យើងជាចុងក្រោយសូមរីករាយតាមដានស្ដាប់ដូចតទៅល្បិចទី1សម្រាប់មាន់បំភ័យស្វាកាលពីព្រេងនាយមកគេនិយាយតគ្នាថាស្វាជាសត្វឆ្លៀសវៃបំផុតតែខ្លាចឈាមអ្នកដែលបង្ហាត់ស្វាជាដំបូងត្រូវតែចាប់មាន់យកមកអាកនៅនឹងមុខវាឲ្យវាឃើញមេរៀនឈាមដែលកំពុងស្រក់តក់ទើបចាប់ផ្ដើមបង្ហាត់វាចំណែកអ្នករកស៊ីចាប់ស្វាក៏ប្រើវិធីសាស្ត្រនេះដើម្បីបំភ័យវាផងដែរមិនថាស្វារឿងរស់ប៉ុណ្ណាទេឲ្យទៅលឺសំឡេងមាន់ស្រែកកាកឈាមមាន់បាញ់វូស្វាឃើញហើយពិតជាទន់ខ្លួនដែលហៅថាសម្រាប់មាន់បំភ័យស្វាក៏មានន័យថាសម្រាប់មួយបំភ័យ100ដែលបង្កប់អត្ថន័យគំរាមកំហែងនេះជាយុទ្ធវិធីជាមធ្យោបាយគ្រប់គ្រងសមូហភាពនៅពេលដែលមានយោបល់ខ្វែងគ្នាការងារត្រូវរាំងស្ទះដោយឧបសគ្គដើម្បីឈានទៅដល់ការឯកភាពត្រូវអនុវត្តតាមច្បាប់ជាដាច់ខាតត្រូវប្រើវិធីសាស្ត្រដាច់ខាតបំផុតដើម្បីដោះស្រាយដោយជាពាក្យមួយឃ្លានិយាយថាបើមិនប្រើវិធីខុសខើម្ដេចនឹងសម្ដែងឲ្យឃើញនៃចិត្តត្រាប្រណីរបស់ព្រះពោធិសត្វបង្ក្រាបសង្គមដែលច្របូកច្របល់ត្រូវតែប្រើច្បាប់តឹងរ៉ឹងបង្ក្រាបកងទ័ពដែលខ្វះវិន័យត្រូវតែប្រើទណ្ឌកម្មយ៉ាងម៉ឺងម៉ាត់បំផុតខុងជីសម្រាប់សាវចិនយីងមួយកំបិតនេះបានធ្វើឲ្យមន្ត្រីទាំងតូចទាំងធំបាក់ស្មារតីលែងហ៊ានបង្កភ្លៀងបង្កើតព្យុះប្រជារាស្ត្ររស់នៅយ៉ាងសុខសាន្តនៅពេលដែលខុងមីងសម្រាប់ម៉ាជីននិយាយថាមូលហេតុដែលស៊ុនវូអាចគ្រប់គ្រងផែនដីបានអាស្រ័យដោយការអនុវត្តច្បាប់យ៉ាងម៉ឺងម៉ាត់ពេលនេះគ្រប់ទិសទីកើតចលាចលទាហានជនខិលខូចកើតមានគ្រប់ច្រកល្ហកបើបោះបង់ច្បាប់ចោលម្ដេចនឹងអាចបង្ក្រាបជនខិលខូចបានបើមិនប្រើវិន័យតឹងតែងម្ដេចនឹងអាចគ្រប់គ្រងទាហានខិលខូចបាននេះហើយគឺជាយុទ្ធវិធីបង្ក្រាបភាពចលាចលជាល្បិចសម្រាប់មាន់បំភ័យស្វាដ៏អស្ចារ្យនោះឯងមនុស្សគឺអាចកំបាំងណាស់សង្គមកាន់តែជឿនលឿនភាពក្រឡិចកាន់តែសម្បូរបែបម្នាក់មានគំនិតរៀងខ្លួនមានផ្លូវដើរទីតីពីគ្នាបើមិនធ្វើការកម្ចាត់នៅព្រំដែនមួយឲ្យបានច្បាស់លាស់ប្រកាសជាបែងចែកមិនច្បាស់នៅអ្វីដែលល្អត្រឹមត្រូវនិងអ្វីដែលមិនត្រឹមត្រូវនោះទេមនុស្សនឹងកាន់តែអាក្រក់ឡើងដើម្បីរក្សាសង្គមឲ្យមានរបៀបរៀបរយផ្ដល់សេចក្តីសុខសាន្តដល់ប្រជារាស្ត្រចំពោះមនុស្សដែលបង្កចលាចលរបៀបនេះត្រូវតែប្រើទណ្ឌកម្មឲ្យធ្ងន់ធ្ងរជាទីបំផុតខ្ចីក្បាលមនុស្សមួយចំនួនផ្ដល់ជាមេរៀននេះហើយមិនឃើញក្តាមមឈូសមិនស្រក់ទឹកភ្នែកអត្ថន័យសម្រាប់មាន់បំភ័យស្វាគឺនៅត្រង់នេះក្រោយសម្រាប់សានហ្វូនគរជ័យត្រូវកសាងឡើងវិញជាងថៃកុងត្រូវការប្រមូលអ្នកដែលមានចំណេះដឹងដើម្បីចូលរួមជួយកសាងនគរនៅនគរឈីមានមនុស្សម្នាក់ឈ្មោះវ៉ាងអ៊ីមានការចេះដឹងខ្ពង់ខ្ពស់ទទួលបាននូវការគោរពសរសើរពីប្រជារាស្ត្រដែលរស់នៅទីនោះថៃកុងល្បីឈ្មោះមានបំណងអញ្ជើញគេឲ្យចេញមកជួយធ្វើកិច្ចការងារទៅសុំជួប3ដងត្រូវបដិសេធគ្រប់លើកស្រាប់តែថៃកុងចាប់គេយកទៅសម្លាប់ចោលតែម្ដងចៅកុងក៏ជួយមិនបានដែរបានសួរទៅថៃកុងថាវ៉ាងជាមនុស្សមានចំណេះចេះដឹងសុខចិត្តធ្វើស្រែចម្ការចិញ្ចឹមជីវិតរស់នៅស្ងប់ស្ងៀមមិនទាមទារចង់មានចង់បានមិនសូវយល់មិនសូវសួរអំពីរឿងមនុស្សលោកហេតុអ្វីបានជាសម្លាប់គេចោលជាងថៃកុងតមក្នុងសមុទ្រទាំង4គឺជាទឹកដីរបស់ព្រះអង្គអ្នកដែលដឹកនាំនៅលើទឹកដីនោះគឺសុទ្ធតែជាមន្ត្រីរបស់ព្រះអង្គ
នៅពេលដែលនគរទៅតែទទួលបានសន្តិភាពគ្រប់គ្នាត្រូវតែមានភារកិច្ចចូលរួមជួយកសាងនគរនិងមានជំហរពីរតែប៉ុណ្ណោះបើមិនគាំទ្រទេគឺប្រឆាំងមិនអនុញ្ញាតឲ្យមានគំនិតស្ទាក់ស្ទើរអនុប្រវេតនិយមឡើយការមិនព្រមសហការរបស់វាងបើគ្រប់គ្នាធ្វើត្រាប់តាមគេតើមានប្រជារាស្ត្រឯណាដែលអាចប្រកាសបាននោះហេតុនេះហើយបានជាយើងសម្រេចចិត្តសម្លាប់គេចោលគឺជាមេរៀនសម្រាប់អ្នកដទៃមិនខុសទេក្រោយពីសម្លាប់ឈ្មោះវាងហើយមន្ត្រីដែលមានបំណងចូលនិវត្តន៍បានបោះបង់ចោលគំនិតចិត្តចង់លាក់ខ្លួនពួនអាត្មាសំងំសោយសុខទៀតហើយហានស៊ីងនារជ្ជកាលហានមានកំណើតកើតនៅក្នុងត្រកូលអ្នកក្រកខ្សត់ក្រោយពីបានស្ដេចលាវប៉ាងព្រះរាជតែងតាំងជាមេទ័ពត្រូវទទួលការដៀមដាមផ្លែផ្កាបរិហារពីមន្ត្រីជើងចាស់មិនឈប់ឈរក្រោយចូលកាន់តំណែងបានប្រើវិន័យយ៉ាងម៉ឺងម៉ាត់កាន់ច្បាប់យ៉ាងតឹងរ៉ឹងបំផុតថ្ងៃមួយត្រូវជួបគ្នាដើម្បីហ្វឹកហាត់កំណត់យាម5ត្រូវទៅជុំគ្នាក្រោយហៅឈ្មោះចប់សពគ្រប់បាត់តែមេបញ្ជាការភីកាយម្នាក់គត់ហានស៊ីងក៏មិនសួរដេញដោលហើយចាប់ផ្ដើមហ្វឹកហាត់ថ្ងៃត្រង់បានកន្លងផុតទៅទើបឃើញភីកាយមកដល់បំរុងនឹងដើរចូលទៅក្នុងបន្ទាយតែត្រូវអ្នកយាមឃាត់លោកមេតបបានហ្វឹកហាត់កន្លះថ្ងៃទៅហើយគ្មានបញ្ជាមិនអនុញ្ញាតឲ្យចូលទេភីកាយក្តៅឆេវលោកមេតបស្អីពិតជាអំពិលដោះអំពីអាចហ៊ានធ្វើផ្ដេសផ្ដាស់ល្អណាស់ចូលឯងទៅប្រាប់គេទៅមួយសន្ទុះសេនាការស្លាកបញ្ជាចេញមកហើយស្រែកថាសូមអញ្ជើញចូលភីកាយដើរចូលដោយរឹកពីក្រអឺតក្រទមជួបហាន់ស៊ីងគ្រាន់តែលើកដៃជាសញ្ញាហាក់នៅមានកំហឹងនៅឡើយហាន់ស៊ីងសួរកងទ័ពមានបទបញ្ជាក្នុងនាមលោកជាមេទ័ពមួយរូបហេតុម្ដេចបានជាមិនគោរពហើយងាកមកសួរសេនាយាមឥឡូវពេលណាហើយពេលថ្ងៃត្រង់ហើយសេនាយាមបានឆ្លើយពេលនេះគឺយាមមួយរសៀលទៅហើយបទបញ្ជាបានកំណត់យ៉ាងច្បាស់ថាយាម5ទៀបភ្លឺត្រូវតែមកជួបជុំគ្នាឥឡូវនេះលោកមកយឺត7-8យាមគឺជាទង្វើមាក់ងាយបទបញ្ជាកងទ័ពតាមច្បាប់ត្រូវតែសម្លាប់ចោលហានស៊ីងនិយាយម៉ឺងម៉ាត់ដាក់ភីកាយតែគេមិនចាប់អារម្មណ៍ទេនៅតែបន្តប្រកែកយ៉ាងចចេះមិនព្រឺសម្បុរខ្វល់នឹងហានស៊ីងសូម្បីតែបន្តិចឡើយហានស៊ីងក្តៅឆេវស្រែកបញ្ជាឲ្យសេនាចាប់ភីកាយចាប់យ៉ាងជាប់បង្គាប់ឲ្យលុតជង្គង់រួចសូត្រពីទោសកំហុសនិងសួរទៅផ្នែកនីតិកម្មក្នុងនាមជាមេទ័ពមិនគោរពបញ្ជាកងទ័ពដោយចេតនាតើត្រូវទោសអ្វីទាហានផ្នែកនីតិកម្មស្រែកខ្លាំងៗដឹងពេលវេលាច្បាស់លាស់ហើយមានចេតនាមកយឺតមានន័យថាមើលងាយបទបញ្ជាកងទ័ពតាមច្បាប់ត្រូវកាត់ទោសប្រហារជីវិតនៅនឹងកន្លែងពេលនោះភីកាយដឹងថាបានធ្វើឲ្យកើតរឿងធំហើយភ័យប្រលឹងចុងសក់ប្រញាប់សម្លឹងមកឈីហួយចង់ឲ្យគេជួយនឹងនិយាយអង្វរសុំការយោគយល់តែជីហួយក៏មិនហ៊ានចេញវិចារហើយក៏មិនហ៊ានដើរចេញពីបន្ទាយបានត្រឹមតែជ្រួលច្របល់ក្នុងចិត្តតែប៉ុណ្ណោះនៅខាងក្រៅបន្ទាយមានគេដឹងអំពីរឿងនេះបានបំបោលសេះយ៉ាងលឿនទៅទូលស្ដេចលាវប៉ាងភ្ញាក់ក្រញាំងប្រញាប់រាជបញ្ជាលីស៊ីននាំរាជសារទៅសុំការលើកលែងទោសជាមួយនឹងកូនចៅលីស៊ីងបោះពួយសេះយ៉ាងលឿនស្លេវដូចហោះដល់មាត់ច្រកបន្ទាយក្រឡេកឃើញភីងកាយកំពុងទៅលុតជង្គង់រងចាំទទួលទោសក៏ស្រែកពីចម្ងាយមានព្រះរាជសារសូមផ្អាកការកាត់ទោសសិនសេះទាំងពីរបោលយ៉ាងលឿនសម្រុកចូលទៅក្នុងបន្ទាយតែត្រូវទៅហ៊ានយាមទ្វារខាត់ជាប់ទើបដឹកសម្ដៅទៅជួបហាន់ស៊ីងគេនិយាយនៅក្នុងបន្ទាយមិនអនុញ្ញាតឲ្យបំផាយសេះលោកម្ចាស់លីដឹងពីវិន័យនេះច្បាស់ណាស់ហេតុអ្វីក៏បានជាហ៊ានប្រព្រឹត្តបទល្មើសនឹងបញ្ជាដោយចេតនាលីស៊ីនតបគឺទទួលរាជបញ្ជារបស់ព្រះអង្គឲ្យមកកាន់ទីនេះពិតមែនតែទទួលរាជបញ្ជាមកយោងតាមផ្លូវច្បាប់នៅតែមានការប៉ះពាល់និយាយចំក៏សួរទៅផ្នែកនីតិកម្មតើលោកម្ចាស់លីត្រូវទទួលទោសអ្វីអ្នកដែលហ៊ានមកបោលសេះចូលក្នុងបន្ទាយត្រូវទទួលទោសពីបទមើលងាយបទបញ្ជាកងទ័ពគឺត្រូវតែកាត់ទោសប្រហារជីវិតនៅនឹងកន្លែងដើម្បីជាមេរៀនដល់កងទ័ពទាំងពួងហានស៊ីននិយាយដោយសារមានរាជសារនៅជាប់នឹងខ្លួនអាចឲ្យរួចខ្លួនបានតែត្រូវសម្លាប់អ្នកបោសេះដើម្បីបញ្ជាក់ពីប្រសិទ្ធភាពនៃបទបញ្ជារបស់កងទ័ពមួយសន្ទុះក្រោយភីកាយនិងអ្នកបោសេះត្រូវកាត់ក្បាលនៅនឹងកន្លែងតែមួយចាប់តាំងពីពេលនោះមកលែងមានអ្នកណាហ៊ានប្រព្រឹត្តបទល្មើសនឹងវិន័យតទៅទៀតហើយអាស្រ័យហេតុនេះបានជាកងទ័ពរបស់ហាន់ស៊ីងអាចសម្លាប់សៀងយីនៅទន្លេខ្មៅបានជួយបើកផ្លូវឲ្យលាវប៉ាងគ្រប់គ្រងទឹកដីហានពីពេលនោះតរៀងមកនៅសម័យច័ន្ទគូយ៉ាងជាក៏ធ្លាប់ប្រើវិធីសាស្ត្រនេះសម្រាប់គួនជាកសាងនគរឈីឡើងវិញដែរសម័យសាមកុកលីម៉ុងបានសម្លាប់មិត្តរួមអាវុធជិតស្និទ្ធម្នាក់ធ្វើឲ្យវិន័យកងទ័ពមានប្រសិទ្ធភាពឃើញថាគោលបំណងនៃល្បិចកលនេះនៅត្រង់តម្លានិងមានចរិតគៀបសង្កត់ឲ្យនៅស្ងប់ស្ងៀមប្រវត្តិពិតសម័យឈុនឈៀវស៊ុនវូមានគម្ពីរក្បួនទ័ពមួយក្បាលដែលមាន13ជំពូក
ក្រោយពីស្ដេចអ៊ូទតចប់សរសើរថាពិតជាអស្ចារ្យក៏រាជបញ្ជាឲ្យអ៊ូជីស៊ីទៅអញ្ជើញគេឲ្យមកជួយធ្វើកិច្ចការជួបមុខភ្លាមស្ដេចអ៊ូបានប្រាប់អំពីភាពទន់ខ្សោយរបស់កងទ័ពហើយសួរថាតើធ្វើយ៉ាងណាទើបអាចពង្រីកសមត្ថភាពកងទ័ពឲ្យខ្លាំងបានក្រោយពីធ្វើកាយវិការយ៉ាងល្អិតល្អន់ជុំវិញសភាពការកងទ័ពចំពោះមុខចាប់សពគ្រប់ហើយស៊ុនវូទូលគំពី13ចម្ពុករបស់ទូលព្រះបង្គំមិនត្រឹមតែអាចបម្រើការក្នុងជួរកងទ័ពបានប៉ុណ្ណោះទេតែក៏អាចបង្ហាត់ស្ត្រីភេទឲ្យប្រើការបានយ៉ាងពូកែទៀតផងស្ដេចអ៊ូព្រះអស់សំណើចហើយព្រះបន្ទូលយើងពិតជាមិនដែលឮថាមានក្បួនសឹកឯណាអាចបង្ហាត់ស្ត្រីឲ្យចូលសមរភូមិសម្រាប់សត្រូវបានសោះស្ដេចអ៊ូមានបន្ទូលរបៀបមើលស្រាលស៊ុនវូតមបើព្រះអង្គមិនជឿអាចសាកល្បងបានក្នុងពេលឥឡូវនេះតែម្ដងបើមិនបានជោគជ័យទេសុខចិត្តថ្វាយជីវិតក្រាបទូលពិតមែនឬស្ដេចអ៊ូមានព្រះបន្ទូលល្អយើងចាំមើលសមត្ថភាពរបស់ឯងហើយក៏ជ្រើសរើសនារីចំនួន300នាក់ក្នុងព្រះរាជវាំងប្រគល់ទៅឲ្យស៊ុនវូដើម្បីធ្វើការហ្វាខានស៊ុនវូបានសំណូមពរស្នើសុំស្នំ2នាក់របស់ព្រះអង្គមកចូលរួមទទួលនីតិជាមេកងស្ដេចអ៊ូបានយល់ព្រមតាមសំណូមពរបានប្រគល់ស្នំទាំងពីរអ៊ីវជៀននិងចរជៀនឲ្យទៅគេហើយមានបន្ទូលស្នំទាំងពីរនាក់នេះយើងស្រឡាញ់ជាងគេតើអាចធ្វើជាមេកងបានឬទេស៊ុនវូតមប្រកាសជាបានតែកិច្ចការនៅក្នុងកងទ័ពមានវិន័យតឹងតែងណាស់មានសរសើរហើយក៏មានពិន័យផងដែរអនុវត្តបែបនេះទើបកងទ័ពមានប្រសិទ្ធភាពជាមួយគ្នានោះក៏បានតែងតាំងអ្នកទាំងពីរជាមេកងហើយតែងតាំងស្ត្រីម្នាក់ទៀតឲ្យកាន់ផ្នែកនីតិកម្ម2អ្នកទៀតទទួលបន្ទុកផ្នែកបទបញ្ជានិងជ្រើសរើសអ្នកដែលមានមាឌធំប៉ុន្មានអ្នកទៀតទទួលវាស្គរបញ្ជាទ័ពស៊ុនវូបែងចែកនារីទាំងពីរនេះជាពីរកងខាងឆ្វេងនិងកងខាងស្ដាំអ៊ីវជីទទួលកងខាងស្ដាំចរជីទទួលកងខាងឆ្វេងគ្រប់គ្នាបានបំពាក់ប្រដាប់ដោយអាវុធនិងក្នុងឯកសណ្ឋានកងទ័ពបន្ទាប់មកក៏ប្រកាសពីវិន័យទី1ហាមមិនឲ្យច្របូកច្របល់ជួរក្នុងពេលហ្វឹកហាត់ទី2ហាមជជែកគ្នាទី3ហាមធ្វើសកម្មភាពដោយចិត្តឯងព្រឹកឡើងទាំងអស់គ្នាបានមកជួបជុំនៅទីលានហ្វឹកហាត់ស្ដេចអ៊ូគង់ទតពីខាងលើរាជដំណាក់នារី300នាក់ក្នុងឯកសណ្ឋានជាកងទ័ពដៃស្ដាំកាន់ដាវដៃឆ្វេងកាន់ខែលចែកគ្នាឈរជាពីរជួរស្ដេចអ៊ូទតឃើញស្នំជាទីស្រឡាញ់ទាំងពីរមានរឹកពីអង្គអាចខែងរែងពិតជាគួរឲ្យពេញប្រតិណាស់ស៊ុនវូក៏ចាប់ផ្ដើមបញ្ជាឲ្យរៀបចំក្បួនបានប្រគល់ទង់ពណ៌លឿង2ឲ្យមេកងទាំងពីរម្នាក់មួយបញ្ជាឲ្យដឹកមុខដើរមុននារីទាំងអស់ត្រូវតាមពីក្រោយមេកង5នាក់ជាផ្នែក10នាក់ជាក្រុមត្រូវដើរជាបន្តបន្ទាប់ជាប់គ្នាត្រូវស្ដាប់សំឡេងស្គរថយក្រោយឬទៅមុខជំហានមិនត្រូវច្របូកច្របល់សូត្រចំក៏ប្រាប់ឲ្យលុតជង្គង់រងចាំទទួលបញ្ជាមួយសន្ទុះស៊ុនវូបញ្ជាមកម្ដងទៀតពេលស្គរវាលើកទី1ទាំងពីរកងត្រូវងើបឈរឲ្យព្រមគ្នាឬស្គរលើកទី2កងឆ្វេងត្រូវបែរស្ដាំកងស្ដាំត្រូវបែរឆ្វេងស្គរលើកទី3ត្រូវចាប់ផ្ដើមប្រយុទ្ធពេលឮសូរគាំងត្រូវដកថយជាបន្ទាន់គ្រាន់តែចេញបញ្ជាចប់នារីទាំងអស់ខ្ទប់មាត់សើចស្ញែងស្ញាញអ្នកវាយស្គររីកាស្គរទី1បានវាយរួចហើយតែអ្នកខ្លះឈរអ្នកខ្លះអង្គុយរញ៉េរញ៉ៃគ្មានរបៀបឬដូច្នោះស៊ុនវូងើបពីជើងម៉ាប្រកាសដោយមើងម៉ាត់មិនគោរពវិន័យមិនស្ដាប់បទបញ្ជាគឺជាកំហុសរបស់មេដឹកនាំឥឡូវសូត្របទបញ្ជាឡើងវិញម្ដងទៀតអ្នកវាយស្គរក៏ចាប់ផ្ដើមវាយស្គរឡើងវិញតែនារីទាំងអស់នៅតែសើចលេងខ្សឹបខ្សៀវធ្វើហីមិនខ្ចីធ្វើដឹងខ្លះផ្អៀងស្មាទៅខាងឆ្វេងខ្លះត្រេតទៅស្ដាំដូចជាកំពុងតែគយគុណផ្កាអីចឹងដែរស៊ុនវូរលាស់ដៃអោភឹបងើបឈរទៅទង់ស្គរខ្លួនឯងម្ដងហើយសូត្របទបញ្ជាឡើងវិញម្ដងទៀតតែចាប់ពីថ្នាក់ក្រោមមេកងមកគ្មាននរណាម្នាក់ដែលថាមិនសើចក្អាកក្អាយសប្បាយខ្ញៀវខ្យាដូចចាស់ភ្ជុលសម្បុកនោះទេស៊ុនវូបើកភ្នែកសម្លក់ថ្មស្រែកគំហកផ្នែកនីតិកម្មនៅទីណាចាមិនគោរពវិន័យមិនស្ដាប់បទបញ្ជាជាទោសកំហុសរបស់អ្នកដឹកនាំពេលនេះបានប្រកាសយ៉ាងមើងម៉ាត់ចំនួន3ដងរួចទៅហើយតែទាហានមិនស្ដាប់តាមវិន័យត្រូវទទួលទោសបែបណាសម្លាប់នៅនឹងកន្លែងកងទ័ពមិនអាចសម្លាប់ទាំងអស់បានទេទោសកំហុសត្រូវធ្លាក់ទៅលើអ្នកដឹកនាំសេនាចាប់មេកងសម្លាប់ចោលភ្លាមសេនាឃើញស៊ុនវូកំពុងតែមានកំហឹងមិនហ៊ានជំទាស់ទេក៏ចាប់ស្នំទាំងពីរចងយ៉ាងជាប់ស្ដេចអ៊ូទតឃើញបែបនេះភ្ញាក់ក្រញាំងបញ្ជាឲ្យមនុស្សទៅជួយយ៉ាងបន្ទាន់ដោយរាជបញ្ជាថាយើងដឹងពីសមត្ថភាពបញ្ជាទ័ពរបស់លោកហើយតែអ្នកទាំងពីរគឺជាស្នំជាទីស្រឡាញ់របស់យើងបើគ្មានអ្នកទាំងពីរយើងពិតជាសោយមិនឆ្ងាញ់ផ្ទុំមិនលក់ទេសូមលោកយោគយល់ចំពោះយើងលើកលែងទោសឲ្យគេម្ដងទេស៊ុនវូបដិសេធក្នុងជួរកងទ័ពគ្មានពាក្យភូតកុហក
ទូលបង្គំត្រូវព្រះអង្គរាជបញ្ជាតែងតាំងជាមេទ័ពនៅផ្ទាល់ជាក់ស្ដែងមិនអាចទទួលធ្វើតាមរាជបញ្ជាបានទេបើមិនគោរពវិន័យកងទ័ពហើយចេះតែលើកលែងទោសបែបនេះទូលព្រះបង្គំពិតជាមិនអាចគ្រប់គ្រងកងទ័ពបានឡើយសម្រាប់មួយសន្ទុះក្បាលរបស់ស្នំទាំងពីរត្រូវព្យួរយ៉ាងខ្ពស់នៅពេលនោះថ្ងៃក្តៅចាស់តែនារីណាដែលថាមិនរំដំថ្គាមពួកនាងភ័យឡើងស្លេកមុខនាំគ្នាលុតជង្គង់ក្រឹបទាំងមុខខ្មោចដើម្បីរងចាំបញ្ជាមួយកំបិនដាច់ក្បាលដល់ទៅពីរលើកនេះធ្វើឲ្យនារីទាំងអស់ស្លុតស្មារតីត្រូវបំភ័យអបាក់ស្បាតចាប់ពីពេលនោះមកការហ្វឹកហាត់មានការរីកចម្រើនទៅមុខយ៉ាងជឿនលឿននិងត្រឹមត្រូវតែស្ដេចអ៊ូមួយអង្គឯងប៉ុណ្ណោះដែលនៅនឹកស្រណោះមិនអស់អាល័យមិត្តរួមអាវុធលើគ្រែទាំងពីរស្ទើរបាត់ព្រះវិញ្ញាណ